បាទសួស្តីបងប្អូនអរគ្នាបាទជួបគ្នានៅវគ្គ2អញ្ចឹងបន្ទាប់ពីយើង download វាពេញហើយអីហើយណាអញ្ចឹងយើងចូលទៅប្រើប្រាស់របស់វាបាទរបស់ LD អញ្ចឹងយើងចូលឡាក្រោមនេះមកបាទវាមានLD player 9ហ្នឹងយើងចូលមកក្រោមនេះមកដើម្បីអីដើម្បី clone app របស់យើងបន្ថែមទៀត clone Facebook របស់យើងណាបាទអញ្ចឹងខ្ញុំចុចទៅលើ Facebook បាទនេះយើងអត់ទាន់បាន clone ទេយើងទើបតែប្រើប្រាស់វាហើយមូលហេតុអីបានអញ្ចឹងបានខ្ញុំអត់ទាន់ clone បាទដោយសារអីខ្ញុំអត់ទាន់បានរៀបចំវាផងណាអញ្ចឹងខ្ញុំសុំធ្វើការរៀបចំវាបន្តិចសិនណាបាទខ្ញុំដាក់ Facebook ដាក់ YouTube ឬក៏ដាក់អីក៏បានដែរអាស្រ័យទៅលើយើងចង់ដាក់ណាតែនេះខ្ញុំដាក់តែ Facebook ឯងខ្ញុំឧទាហរណ៍ឲ្យហ្នឹងខ្ញុំដាក់ Facebook ណាបាទអញ្ចឹងវិធីក្នុងការ clone app ហ្នឹងឲ្យបានច្រើនបងប្អូនបាទបងប្អូនចូលទៅក្នុងកន្លែង setting នេះមកហើយយើងសេរីសិនយើងចង់បានប្រភេទម៉េចអីម៉េចចឹងណាបាទយើងចុចមើលសិនទៅតែយើងចង់បាន model ប្រភេទម៉េចទូរស័ព្ទអីចឹងទៅតែគាត់ថាយើងចុច clone វាយើងចុចទៅវាឲ្យយើងអូតូឯងអញ្ចឹងដើម្បីធ្វើការ clone បាទបងប្អូនបាទចុចទៅលើនេះយើងមកបាទហើយយើងចុចពាក្យថា add instant នេះមកបាទហើយយើងចុចពាក្យថា clone អញ្ចឹងបងប្អូនចង់ clone ប៉ុន្មាន clone 2 clone 3ឧទាហរណ៍ខ្ញុំ clone 4ចុះអញ្ចឹងក្នុងហ្នឹងclone ដែលយើងគ្រីសហ្នឹងណានេះគ្រីសហ្នឹងអញ្ចឹងវាមានកម្មវិធីប្រមាណវាលោតចូលទៅក្នុងអ្វីដែលយើង clone ហ្នឹងទាំងអស់អញ្ចឹងឧទាហរណ៍ខ្ញុំចុច clone បាទអញ្ចឹងបងប្អូនចាំតិចទៅវានឹងធ្វើការបាទ clone ឲ្យយើងអីអញ្ចឹងវាធ្វើការ clone ម្ដងមួយឲ្យយើងរហូតដល់4ដែលយើងចង់បានអញ្ចឹងអានេះខ្ញុំប្រើនៅលើ laptop នេះអ្នកនរអញ្ចឹងខ្ញុំអត់ហ៊ាន clone ច្រើនទេខ្ញុំខ្លាចវាគាំងដែរអញ្ចឹងណាមិនថា clone ប្រហែលក៏បានដែរក្នុង clone នេះមានថាខ្ញុំអត់ហ៊ានបើកម្ដងច្រើនទេខ្ញុំបើកបានតែ3 4អីចឹងទៅព្រោះកាលណាយើងបើកច្រើនទៅវាធ្វើឲ្យកុំព្យូទ័ររបស់យើងហ្នឹងវារ៉ាន់ខ្ពស់ដែរវាធ្វើឲ្យកុំព្យូទ័ររបស់យើងហ្នឹងវាឡើងក្តៅឡើងអីចឹងណាបាទអញ្ចឹងនេះកម្មវិធីលើគេហ្នឹងមុនដែលខ្ញុំ clone ណាអញ្ចឹងកម្មវិធីនៅលើបាទទូរស័ព្ទហ្នឹងនេះ LD ហ្នឹងវាមានកម្មវិធីប្រមាណវានឹងលោតចូលទៅក្នុងអ្វីដែលយើង clone ហ្នឹងមកគឺវាមានដូចគ្នាទាំងអស់ឥឡូវខ្ញុំបង្ហាញសិនបាទនេះកម្មវិធីដែលខ្ញុំបានដាក់មុនហ្នឹងណាបាទបាន download គឺ3នេះឯងបាទ3នេះមាន Facebook មានបាទមាន location មាន VPN អញ្ចឹងតើនេះអ្វីដែលខ្ញុំ clone មុនហ្នឹងនេះអ្វីដែលខ្ញុំ clone ហ្នឹងវាមានអត់ឥឡូវខ្ញុំចុចមើលសិនបាទដើម្បីបញ្ជាក់ឲ្យបងប្អូនអរគ្នាថារបៀប clone វាមិនអញ្ចឹងណាអញ្ចឹងខ្ញុំចុចលើទី1មកបាទជាមួយវាដូចគ្នាជាមួយនឹងអ្វីដែលខ្ញុំបាន download មុនហ្នឹងអត់បាទនេះបងប្អូនអរគ្នាអញ្ចឹងនៅក្នុង app ដែលយើង clone ហ្នឹងបាទកម្មវិធីមានប្រមាណគឺវាបង្ហាញនៅក្នុងapp ដែលយើង clone នឹងបានដូចគ្នាបាទអញ្ចឹងយើង down តាមួយមកយើង clone មកវាបំលែងមកទាំងអស់បាទអញ្ចឹងបន្ទាប់មកខ្ញុំប្រាប់ពីរបៀបនៃការប្រើប្រាស់យើងខ្ជិលអង្គុយ scroll ណាយើងជាវា scroll ខ្លួនឯងអញ្ចឹងយើងចុចចូលមកបាទនេះកម្មវិធីដែលយើងត្រូវបាទជប់មិនឮសលេងអីបាទយើងពិបាកអង្គុយ scroll ម្ដងមួយអញ្ចឹងបងប្អូនទាំងអស់គ្នាចុចកន្លែងលើ mouse នេះបាទចុចកន្លែងលើ mouse ហ្នឹងមកនេះដែលនៅខាងស្នាមដៃណាយើងចុចលើ mouse ហ្នឹងមកយើងចុចបាទ start record វាដើម្បីអីដើម្បីឲ្យវានៅពេលដែលយើងបើកវាទៅវា scroll ខ្លួនឯងឧទាហរណ៍ណាខ្ញុំឧទាហរណ៍មួយអញ្ចឹងបងប្អូនអរគ្នា scroll មកបាទបងប្អូនអរគ្នា scroll មើលវាអីចឹងមកបាទយើង scroll មើលវាមកហើយយើងចុចបាទលើនេះយើងចុចផ្ដាច់វាមកដើម្បីអីដើម្បី scroll ខ្លួនឯងហើយកន្លែងនេះយើងដាក់ឈ្មោះបានយើងចង់មើលអីគេយើងដាក់ scroll ក៏បានដែរខ្ញុំដាក់ scroll ទៅឧទាហរណ៍ឲ្យបងប្អូនអរគ្នាមើលតែមុននឹងយើងឲ្យវា scroll ហ្នឹងណាយើងចុចទៅ setting សិនយើងកំណត់វាសិនតើ scroll ហ្នឹងវាបាទ
វា run ប្រហែលម៉ោងឧទាហរណ៍បងប្អូនអរគ្នាដាក់1ម៉ោងចុះណាយើងដាក់1ម៉ោងហើយយើងចុចកន្លែង run នេះមកបាទមានន័យថាវា scroll បាន1ម៉ោងគឺវាឈប់ខ្លួនឯងទៅហើយបាទវាឈប់ scroll ហើយឬក៏យើងនេះយើងចុចកដាលនេះចឹងថាវា run រហូតដល់យើងចុចបាទយើងចុចបិទវាបានវាឈប់ហ្នឹងណាអញ្ចឹងបើសិនយើងអត់បានកំណត់វាទេបាទវាយើង record 2នាទីគឺវា scroll តែ2នាទីទេបើយើងបានកំណត់វាអញ្ចេះគឺវា scroll នៅអ្វីដែលយើងបានកំណត់វាអញ្ចឹងយើងចុច save មកបាទហើយខ្ញុំចុចបាទឧទាហរណ៍ឲ្យខ្ញុំចុចឲ្យ play ចាំមើលវា scroll ខ្លួនឯងណាបាទនេះខ្ញុំអត់ចាប់បាច់បញ្ជាវាទេច្រឡំដាក់មកលើហ្នឹងបាទនេះខ្ញុំយកមកចេញបាទគឺវា scroll ទៅខ្លួនឯងឃើញអូខេបងប្អូនអរគ្នាអញ្ចឹងវីដេអូហ្នឹងមានតែប៉ុណ្្នឹងឯងបាទរបៀបនៃការប្រើប្រាស់ LD